ជាដំបូងនេះខ្ញុំសូមគោរពលោកគ្រូប្រទេសនេះខ្ញុំឈ្មោះជាចន្ទាជាសិស្សថ្នាក់ A BA + 1ថ្ងៃនេះខ្ញុំសូមធ្វើការសង្ខេបមេរៀនទី3ដែលមានចំណងជើងថាការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាមេរៀននេះនឹងបង្ហាញអំពីការវិតម្លៃសិក្សាដែលមានចម្លើយជាក់លាក់មួយដោយសារតែមេរៀនរៀងវែងហើយខ្ញុំយល់មិនសូវអស់អញ្ចឹងខ្ញុំសូមធ្វើការបកស្រាយនៅចំណុចខ្លះមុននឹងចូលដល់ការបកស្រាយនេះខ្ញុំសូមធ្វើការអាននៅវត្ថុបំណងគ្រូសិស្សនឹងអាច1ប្រាប់ពីប្រភេទតេស្តផ្សេងៗបានត្រឹមត្រូវ2អនុវត្តការសួរសំណួរដើម្បីឆ្លើយតបតាមកម្រិតរបស់ taxonomy ផ្នែកចំណេះដឹង3ជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយនឹងកម្រិត taxonomy ក្នុងការបង្កើតតេស្តរបស់ខ្លួន4កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាចំពោះមាតិកានៅក្នុងមេរៀននេះមានដូចជាសេចក្តីផ្ដើម2វិធីឬប្រភេទវិតម្លៃក្នុងថ្នាក់រៀន3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិ4លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សា1សេចក្តីផ្ដើមការវិតម្លៃដែលអាចទុកចិត្តបានចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារំពឹងទុករបស់សិស្សសម្បទាដែលចង់បាននេះជាលទ្ធផលពីការសិក្សារបស់សិស្សនិងប្រយោជន៍ច្បាស់នៃលទ្ធផលរំពឹងទុកគឺសំដៅទៅលើគោលបំណងវត្ថុបំណងស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹងដែលគេបានសិក្សារួច1.1 ការពិនិត្យឡើងវិញនូវលទ្ធផលដែលជាអត្តពលអត់ដែលជះលើការសិក្សារបស់សិស្សនិងការរវិតម្លៃអ្នកផលិតនយោបាយបានយល់ច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យឬកន្លែងធ្វើការកូនសិស្សត្រូវទី1តាំងពីថ្នាក់តូចដល់ថ្នាក់ខ្ពស់ពីថ្នាក់ក្រោមដល់ថ្នាក់លើពីកម្រិតបឋមរហូតដល់កម្រិតអនុនិងកម្រិតជាឡាយកូនសិស្សម្នាក់គួរតែត្រៀមនិងត្រូវតែត្រៀមខ្លួនរួចជាស្រេចសម្រាប់បំណិនផ្សេងៗក្នុងមេរៀននីមួយៗទៅតាមកម្រិតថ្នាក់នីមួយៗទី2កូនសិស្សម្នាក់ត្រូវតែមានចរិយាសម្បទាលើសពីចំណេះដឹងឯកទេសនេះខ្ញុំសូមធ្វើការបកស្រាយចំពោះពាក្យ3ទី1គោលដៅនៃការអប់រំគោលបំណងនៃការអប់រំនិងវត្ថុបំណងនៃការអប់រំតើពាក្យកលឹះទាំង3នេះខុសគ្នាដូចម្តេច1គោលដៅនៃការអប់រំគឺជាទិសដៅដែលប្រព័ន្ធអប់រំបង្កើតការអភិវឌ្ឍរួមមានន័យថាគឺជាគោលដៅធ្វើឲ្យសិស្សមានការអភិវឌ្ឍផ្នែកបញ្ញាចរិតនៃការគិតនិងចំណង់ចំណូលចិត្តគឺប្រព័ន្ធនៃការអប់រំគោលដៅនៃការអប់រំគឺចង់ឲ្យសិស្សអភិវឌ្ឍផ្នែកបញ្ញាឲ្យបានខ្ពង់ខ្ពស់ជ្រៅជ្រះនិងចរិតនៃការគិតគឺជាការចេះគិតការថ្លឹងថ្លែងអ្វីខុសឬត្រូវហើយគំរុញឲ្យសិស្សយល់ច្បាស់ថាអ្វីដែលជាចំណង់ចំណូលចិត្តខ្លួនឯងគឺសំដៅទៅលើនៅពេលអនាគតតើសិស្សនឹងចង់ធ្វើអីចង់ក្លាយជាអីដូចជាថាសិស្សចង់ក្លាយជាគ្រូបង្រៀនសិស្សចង់ក្លាយជាគ្រូពេទ្យឬក៏ជាប៉ូលីសជាដើមនេះគឺជាគោលដៅនៃការអប់រំគឺអប់រំឲ្យសិស្សមានចំណង់ចំណូលចិត្តបែបផ្សេងគ្នាប៉ុន្តែជាចំណង់ចំណូលចិត្តតែមួយក្នុងពេលអនាគត2គោលដៅនៃការអប់រំចំពោះគោលដៅនៃការអប់រំគោលបំណងនៃការអប់រំគឺជាផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតថ្នាក់សិក្សានីមួយៗឬក៏ទៅតាមកម្មវិធីសិក្សាឬក៏តាមវគ្គសិក្សានីមួយៗ3វត្ថុបំណងការអប់រំ ចំ
ចំពោះវត្ថុដំណើរការអប់រំគឺជាចំណុចសំខាន់របស់មេរៀននីមួយៗដែលចង់ឲ្យសិស្សចេះតើការវិតម្លៃដែលមានចម្លើយជាក់លាក់តែមួយជាអ្វីការវិតម្លៃដែលមានចម្លើយជាក់លាក់តែមួយគឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលរំពឹងទុកឬសមត្ថភាពរបស់សិស្សនៅក្នុងចំណុចនេះប្រភេទនៃការរំវិតម្លៃក្នុងថ្នាក់រៀនគឺមាន6ចំណុចចាចំណុចទី1គឺការប្រើប្រាស់សំណួរចំពោះការប្រើប្រាស់សំណួរមាន2ប្រភេទគឺសំណួរបែបជ្រើសរើសនិងសំណួរបែបបំពេញខ្លីៗសំណួរបែបជ្រើសរើសគឺជាលក្ខណៈថាមានជាសំណួរនិងជាចម្លើយឲ្យស្រាប់គ្រាន់តែចម្លើយហ្នឹងគឺលើសពី1អាចជាចម្លើយមាន2ឬ3ឬក៏4ឲ្យជ្រើសរើសយកតែមួយឬក៏ជាប្រភេទចម្លើយសួរថាត្រូវឬខុសនិងទី2គឺសំណួរបែបបំពេញខ្លីៗលក្ខណៈថាយើងផ្ដល់ជា clear ខ្លីៗដើម្បីឲ្យសិស្សបំពេញចម្លើយនិងបំពេញចន្លោះនោះចំណុចបន្ទាប់គឺប្រភេទការវិតម្លៃក្នុងថ្នាក់រៀនបន្ទាប់គឺជាការបំពេញកិច្ចការបែបបង្ហាញការបំពេញកិច្ចការបែបបង្ហាញនេះគឺមានចែកចេញជា2ចំណុចគឺជាផលិតកម្មឬក៏ស្នាដៃមានន័យថាការសរសេរឬក៏ជាកំណត់ត្រានិងចំណុចមួយទៀតគឺបំណិនមានន័យថាការធ្វើបទបង្ហាញនៅពេលដែលសិស្សអាចយល់បានកូនសិស្សនឹងអាចមានសមត្ថភាពក្នុងការសរសេរកត់ត្រាទុកហើយនឹងធ្វើការបកស្រាយនៅពីអ្វីដែលគាត់បានយល់ប្រភេទចំណុចបន្ទាប់ប្រភេទការវិតម្លៃក្នុងថ្នាក់រៀនបន្តទៀតគឺជាការសួរផ្ទាល់មាត់លោកគ្រូអ្នកគ្រូអាចធ្វើការសួរផ្ទាល់មាត់ដែលគេហៅថាជាសំណួរផ្ទាល់មាត់គឺជា oral test ឬក៏ oral questioning ដើម្បីវិតម្លៃការយល់ដឹងរបស់សិស្សបន្ទាប់មកចំណុចប្រភេទនៃការវិតម្លៃមួយទៀតគឺជាការសង្កេតរបស់គ្រូគាត់អាចប្រើវិធីនេះដើម្បីសង្កេតពីកម្រិតនៃការយល់ដឹងរបស់សិស្សបានដូចគ្នានៅពេលដែលសិស្សធ្វើការកត់ត្រានៅពេលដែលសិស្សធ្វើបទបង្ហាញឬក៏សង្កេតនៅពេលដែលការប្រើប្រាស់សំណួរផ្ទាល់មាត់ជាមួយនឹងសិស្សនិងប្រភេទនៃការវិតម្លៃមួយចុងក្រោយគឺជាការវិតម្លៃរវាងសិស្សនិងសិស្សត្រង់ចំណុចនេះមានន័យថាឲ្យសិស្សម្នាក់ធ្វើការមានតម្លៃរបស់សិស្សម្នាក់ទៀតឧទាហរណ៍ថាឲ្យក្រុមមួយឡើងធ្វើបទបង្ហាញនៅអ្វីដែលគេបានយល់និងក្រុមផ្សេងទៀតគឺអង្គុយចាំស្ដាប់កត់ត្រាហើយនឹងសួរសំណួរដើម្បីបញ្ជាក់ថាតើសិស្សដែលបានធ្វើបទបង្ហាញនោះមានកម្រិតនៃការយល់ដឹងពីមេរៀននិងសំណួរបែបណាចំពោះលទ្ធផលនៃការរំពឹងទុកក្នុងការសិក្សារយៈពេលខ្លីគឺមាន2ចំណុចគឺមានចំណេះដឹងការយល់និងការអនុវត្តនិងការកំណត់ការវិនិច្ឆ័យឬការអនុវត្តនៃការយល់អ្នកដែលអាចដឹងថាសិស្សមានកម្រិតចេះដឹងឬក៏យល់បានប៉ុណ្ណាគឺមានតែគ្រូមួយគត់មានតែលោកគ្រូអ្នកគ្រូមួយគត់ដែលជាអ្នកធ្វើលក្ខណៈវិនិច្ឆ័យថាតើកូនសិស្សគាត់អាចចាប់បានអាចយល់អាចអនុវត្តបានកម្រិតណាហើយចំពោះប្រភេទនៃលទ្ធផលនៃការសិក្សារំពឹងបែបវិធីក៏ចែកចេញជា3ក្រុមទី1គឺប្រភេទចំណេះដឹងទី2ការយល់ទី3ការផ្ដល់ហេតុផលប្រភេទចំណេះដឹងគឺជាអ្វីដែលគាត់ចងចាំស្គាល់ឬនិយមន័យនៃពាក្យកណ្ដឹងឬពាក្យបញ្ញត្តិនោះហើយចំពោះការយល់គឺជាការយល់ធម្មតានិងការយល់បែបស៊ីជម្រៅហើយចំពោះការផ្ដល់ហេតុផលគឺជាការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើប្រាស់ដើម្បី
សម្រាប់កិច្ចការចឹងនាងខ្ញុំសូមធ្វើការបញ្ចប់ការបកស្រាយតែប៉ុណ្ណឹងចា៎សូមអរគុណលោកគ្រូ